បាទស្រីបងប្អូនឃើញរូបភាពនៅលើផ្លូវលឿនលឿននេះបងប្អូនយល់ថាយ៉ាងណាដែរបាទដូច្នេះហើយគឺមានការប្លន់រថយន្តនៅលើផ្លូវលឿនលឿនបាទដូច្នេះហើយមិនមែនជាការលេងកំប្លែងទេបងប្អូនគឺជារឿងពិតនៅលើផ្លូវលឿនលឿនពងសោមភ្នំពេញបាទតែចំណុចនេះចំណុចនៅគីឡូ180នៅគីឡូលេខ180បាទដូច្នេះហើយបងប្អូនឃើញរូបភាពនេះមិនមែនជាការសម្ដែងទេគឺជាការពិតគឺមានការប្លន់រថយន្តនៅលើផ្លូវលឿនលឿនបងប្អូនឃើញហើយមានបរមអ្នកនៅឈរខាងទ្វារហ្នឹងហើយអ្នកបើកបផ្ដែតតែចុងក្រោយគឺមានយកអីវ៉ាន់យកអីចេញពីលើឡានតតែអស់អត់មានអ្វីសល់ទេសូម្បីតែក្មេងៗក៏លោតផ្លោះតាមបង្អួចមកដែរគឺជាការពិតបងប្អូនណាមិនមែនជាការសម្ដែងទេដូច្នេះហើយឥឡូវនេះអ្វីក៏អាចកើតឡើងបានដែរអញ្ចឹងហើយសូមបងប្អូនសូមមានការប្រុងប្រយ័ត្នមិនថាទីចិត្តទីឆ្ងាយឥឡូវនេះមិនមែនធម្មតាទេគឺមានគ្រប់បាបត្តិទាំងអស់សូមអរគុណបងប្អូនទាំងគ្នាអញ្ចឹងសូម្បីតែបើកឡានទៅហើយតាគូតក្រោយគាត់មិនបានបិទទ្វារឲ្យផងដោយសារគាត់ប្រញាប់គាត់ខ្លាចប៉ូលីសតាម